បាទជំរាបសួរបងប្អូនទាំងគ្នាស្វាគមន៍សាច់ថ្មីមកកាន់វីដេអូថ្មីរបស់ Camboto ថ្ងៃនេះគឺពិសេសខ្លាំងដោយសារតែយើងបានចូលរួមជាមួយនឹងកម្មវិធីរៀបចំនៅដំណើរកម្សាន្តបាទគ្រួសារ Toyota Veloz ដែលជារថយន្តប្រភេទ MPV 7កៅអីហើយឃើញថាមានការចូលរួមពីសំណាក់អតិថិជននឹងគឺច្រើនហើយការចុះឈ្មោះហ្នឹងគឺមានថាfirst come first serve មានថាចុះឈ្មោះមុនទទួលបានមុនអញ្ចឹងបាទជាមានអតិថិជនច្រើនរងចាំហើយចង់បាននៅដំណើរកម្សាន្តមួយនេះពីព្រោះថានេះគឺជាលើកទី1ដែលក្រុមហ៊ុន Toyota Cambodia បានរៀបចំនៅដំណើរកម្សាន្តមួយនេះឆ្ពោះទៅកាន់ក្រុងប្រសេននៅផ្ទាល់ហើយជាមួយនឹងការសម្រាប់ស្នាក់នៅមួយយប់2ថ្ងៃផងដែរអញ្ចឹងសម្រាប់ថ្ងៃនេះផ្ទាល់គឺយើងមានការជួបជុំគ្នាបាទក្រោកពីព្រលឹមបាទស្រស់ស្រាយខ្លាំងមែនទែនជាមួយនឹងការរៀបចំពីក្រុមហ៊ុន Toyota Cambodia ផ្ទាល់សហការជាមួយនឹងស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចផ្ទាល់ផងដែរតបងទាំងនេះកុំឲ្យខាត់ពេលយូរទៅតាមដានទស្សនានៅសកម្មភាពសប្បាយៗពីគ្រួសារ Toyota Veloz រៀបចំដោយ Toyota Cambodia ជាមួយខ្ញុំទាំងអស់គ្នាចឹងចំណុចចាប់ផ្ដើមមុននឹងយើងបានមកដល់ផ្លូវលបឿនលឿនឯច្រកកំពង់សិលាគឺយើងបានធ្វើការចេញដំណើរពីព្រឹកព្រលឹមតែម្ដងជួបជុំនៅឯស្ថានីយ៍ប្រេងឥន្ធនៈកាល់តិចទល់មុខជាមួយនឹងអគារពាណិជ្ជកម្ម Edwood ហើយការជួបជុំនឹងគឺស្រស់ស្រាយខ្លាំងមែនទែនដោយសារតែការក្រោកពីព្រលឹមហើយបានជួបជុំហើយក៏បានធ្វើការតម្រៀបជាជួរតែម្ដងជាមួយនឹងឡានរហូតដល់50គ្រឿងធ្វើការចូលរួមពីសំណាក់អតិថិជនរបស់រថយន្ត Toyota Veloz ដែលជារថយន្ត MPV មួយដែលកំពុងតែទទួលបាននូវការគាំទ្រខ្លាំងផងដែរឆ្លៀតក្នុងឱកាសនោះផងដែរគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota Cambodia លោកកែវវឌ្ឍនៈដែលជានាយកចាត់ការទូទៅផ្នែកលក់និងទីផ្សារប្រចាំនៅក្រុមហ៊ុន Toyota Cambodia ក៏បានថ្លែងនៅចំណាប់អារម្មណ៍ស្វាគមន៍ក៏ដូចជាការថ្លែងអំណរគុណចំពោះការគាំទ្រទៅលើរថយន្ត Toyota Veloz និងការចំណាយពេលវេលារបស់អតិថិជនចូលរួមនៅដំណើរកម្សាន្តលើកទី1នេះផងដែរមិនបងអង្គយូ MC ក៏បានធ្វើការប្រកាសកម្មវិធីបន្តនៃដំណើរកម្សាន្តគ្រួសាររថយន្ត Toyota Veloz ជាមួយនឹងបេសកកម្មស្វែងរកកំណប់និងជាពិសេសគឺបេសកកម្មទី1តែម្ដងដើម្បីជាការផ្ដល់ជូននូវភាពសប្បាយរីករាយផ្ដល់ជូនទៅកាន់អតិថិជនទាំងអស់ផងដែរអតិថិជនម្នាក់ៗយកចិត្តទុកដាក់និងសប្បាយរីករាយជាមួយនឹងការរៀបចំនៅបេសកកម្មនិងបានបំពេញនៅបេសកកម្មទី1ដោយជោគជ័យហើយយើងក៏បានចាប់ផ្ដើមនៅដំណើរកម្សាន្តរបស់យើងពីភ្នំពេញឆ្ពោះទៅកាន់ខេត្តព្រះសីហនុនៅតាមផ្លូវយើងបានឃើញក្បួនរថយន្ត Toyota Veloz ចំនួន50គ្រឿងបើកបរដោយក្តីរីករាយគយគន់ទេសភាពនៅលើផ្លូវល្បឿនលឿនមិនបានប្រមាថផងយើងក៏បានមកដល់ចំណុចទី2ដោយតម្រូវឲ្យអតិថិជនទាំងអស់ធ្វើការឈប់សម្រាកនិងចូលរួមលេងនៅបេសកកម្មទី2នៅច្រកកំពង់សិលាដែលត្រូវបានរៀបចំយ៉ាងពិសេសរួចជាស្រេចជូនទៅកាន់អតិថិជនរបស់ Toyota Veloz ទាំងអស់ផងដែរដូចទៅនឹងបេសកកម្មទី1ផងដែរបេសកកម្មទី2អតិថិជនបានចូលរួមលេងសើចសប្បាយជាពិសេសគឺបានថតរូបជុំគ្នាជាមួយនឹងអតិថិជនបានចូលរួមដូចគ្នានិងសមាជិកផ្សេងៗទៀតផងដែរជាមួយនឹងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Toyota Cambodia ដើម្បីទុកជាអនុស្សាវរីយ៍ផងដែរមិនយូរប៉ុន្មានអតិថិជនទាំងអស់ក៏បានសម្រាកនិងបានបំពេញនៅបេសកកម្មទី2ដោយជោគជ័យហើយក្រុមការងាររបស់ក្រុមហ៊ុន Toyota Cambodia ក៏បានរៀបចំឲ្យចេញដំណើរបន្តឆ្ពោះទៅកាន់ខេត្តព្រះសីហនុតែម្ដងហើយក្បួនរថយន្តរបស់អតិថិជន Toyota Veloz ក៏បានបន្តចេញដំណើរតែម្ដងទេសភាពស្រស់ត្រកាលនៅលើដងផ្លូវអមដោយក្បួនរថយន្ត Toyota Veloz ខ្ញុំពិតជាមានអារម្មណ៍ថារំភើបនិងភាពសប្បាយរីករាយជាមួយនឹងការរៀបចំមួយនេះខ្លាំងណាស់មុននឹងឈានដល់ការរៀបរាប់នៅដំណើរកម្សាន្ត Toyota Veloz Trip ខ្ញុំសូមធ្វើការបង្ហាញអំពីចំណាប់អារម្មណ៍ទៅលើរថយន្ត MPV នេះបន្តិចសិនជូនបងប្អូនទាំងគ្នាជាក់ស្ដែងនៅលើទីផ្សាររថយន្ត MPV នាពេលបច្ចុប្បន្នអាចនិយាយបានថា Toyota Veloz គឺជាជើងខ្លាំងមួយក្នុងចំណោមរថយន្ត MPV ដទៃទៀតដោយសារតែមានរូបរាងទាក់ទាញសំខាន់គឺរូបរាងស្អាតខ្លាំងតែម្ដងទាំងផ្នែកខាងមុខនិងផ្នែកខាងក្រោយទំហំវិញក៏ធំទូលាយអាចអង្គុយបានសមាជិក7នាក់យ៉ាងមានផាសុកភាពរីឯបច្ចេកវិទ្យាទំនើបក៏មានច្រើនជាក់ស្ដែងដូចជាការបើកបរនៅលើផ្លូវល្បឿនលឿនក៏បានបំពាក់ជាមួយនឹងមុខងារជំនួយសុវត្ថិភាពដូចជាប្រព័ន្ធផ្ដល់សញ្ញាអាសន្នពេលយើងចេញពីកន្លងផ្លូវប្រព័ន្ធរក្សារថយន្តឲ្យស្ថិតនៅកន្លងដែលត្រឹមត្រូវមុខងារផ្ដល់សញ្ញាអាសន្ននៅពេលដែលយើងចង់វ៉ាចេញ Blind Spot Monitoring និងមុខងារចាក់ចេញពីចំណតរាយក្រោះ Traffic Alert និងប្រព័ន្ធសុវត្ថិភាពជាច្រើនទៀតដូចជាប្រព័ន្ធហ្វ្រាំងអូតូនៅផ្នែកខាងមុខកាមេរ៉ា360ដឺក្រេប្រព័ន្ធហ្វ្រាំងសុវត្ថិភាពជាច្រើនទៀតនិងពងសុវត្ថិភាពមួយជុំរថយន្តតែម្ដងបាននិយាយអំពីការកំសាន្តក៏មានផងដែរជាមួយនឹងអេក្រង់កុងទ័រ Digital អេក្រង់កំសាន្ត Touch Screen ទំហំធំអាចភ្ជាប់ជាមួយនឹងទូរស័ព្ទដៃ Smartphone ជាមួយនឹងមុខងារ Apple CarPlay និង Android Autoបន្ថែមពីនេះក៏មានផងដែរជាមួយនឹងហ្វ្រាំងដៃអេឡិចត្រូនិកមុខងារ Auto Hold កន្លែងសាកថ្មទូរស័ព្ទដៃខ្សែ Wireless Charge និងមុខងារទំនើបជាច្រើនទៀតផងដែរបើនិយាយអំពីម៉ាស៊ីនវិញគឺជាន់បានតែម្ដងដោយសារតែដំណើរការដោយម៉ាស៊ីនសាំងចំណុះ 1.5 លីត្រអាចផលិតកម្លាំងបានរហូតដល់105 horsepower កម្លាំងរមុល138 Newton meters ភ្ជាប់ដោយប្រអប់លេខ CVT 7 វគ្គដោយសារតែគុណតម្លៃទាំងអស់នេះហើយទើបធ្វើឲ្យអតិថិជនជាច្រើនបានសម្រេចចិត្តជ្រើសរើសយករថយន្តនេះយកមកប្រើប្រាស់ខ្ញុំសូមត្រួសត្រាសខ្លីៗអំពីរថយន្តប៉ុណ្ណឹងបានហើយសម្រាប់ព័ត៌មានបន្ថែមបងប្អូនទាំងអ្នកអាចទាក់ទងបានទៅកាន់ក្រុមហ៊ុន Toyota Cambodia ឬតាមរយៈទំព័រ Facebook ផ្លូវការ Toyota Cambodia
យើងងាកមកកាន់កម្មវិធីសប្បាយៗនៃដំណើរកម្សាន្តរបស់គ្រួសារ Toyota Veloz និងបេសកកម្មស្វែងរកកំណប់វិញដោយនាទីបំផុតយើងក៏បានមកដល់ខេត្តព្រះសីហនុនិងដល់ម៉ោងទទួលទាននៅអាហារថ្ងៃត្រង់ល្មមបន្ទាប់ពីទទួលទាននៅអាហារថ្ងៃត្រង់រួចមកក្បួនរថយន្ត Toyota Veloz ក៏បានបន្តគោលដៅបន្ទាប់ដើម្បីសម្រាកនិងជាកន្លែងបញ្ចប់នៅបេសកកម្មរបស់យើងផងដែរគឺបេសកកម្មទី3មកដល់យើងក៏បានថតរូបជុំគ្នាទុកជាអនុស្សាវរីយ៍ក៏ដូចជាអនុញ្ញាតឲ្យអតិថិជនទាំងអស់ធ្វើការសម្រាកបន្តិចហើយនៅពេលល្ងាចបន្តិចក៏បានមកដល់យើងក៏បានបន្តបង្កើតនៅបរិយាកាសសប្បាយរីករាយរៀបចំយ៉ាងពិសេសនៅបេសកកម្មទី3ដោយក្តីរីករាយជូនអតិថិជនទាំងអស់ផងដែរហើយកម្មវិធីសប្បាយៗបន្តទៀតនោះគឺជាការទទួលទានអាហារពេលល្ងាចនៅមាត់ឆ្នេរជាមួយនឹងការរៀបចំខ្លងទ្វារដើរចូលកន្លែងថតរូបកម្សាន្តនិងឆាកប្រគំតន្ត្រីដើម្បីកំដរអារម្មណ៍ជូនអតិថិជនពិសាអាហារនាពេលល្ងាចដោយក្តីរីករាយបេសកកម្មទាំងអស់ក៏បានបញ្ចប់អតិថិជនក៏បានចូលរួមលេងយ៉ាងសប្បាយរីករាយពេលវេលាក៏បានមកដល់ជាការប្រកាសនៅលទ្ធផលជាមួយនឹងការផ្ដល់ជូនរង្វាន់សម្រាប់អ្នកឈ្នះពីលោកកាវឌ្ឍនៈនាយកចាត់ការទូតផ្នែកលក់និងទីផ្សារប្រចាំនៅក្រុមហ៊ុន Toyota Cambodia ជាមួយគ្នានឹងផងដែរកម្មវិធីក៏មានការសម្ដែងពិសេសសម្រាប់ខ្ញុំសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន Toyota Cambodia ក៏ដូចជាបានផ្ដល់ឱកាសខ្ញុំបានចូលរួមជាមួយនឹងដំណើរកម្សាន្តដ៏មានអត្ថន័យគ្រួសារ Toyota Veloz និងបេសកកម្មស្វែងរកកំណប់ជាពិសេសគឺខ្ញុំអាចចូលរួមជាមួយនឹងអតិថិជនដែលបានប្រើប្រាស់នៅរថយន្ត Toyota Veloz ផ្ទាល់ផងដែរជាចុងក្រោយអរគុណបងប្អូនទាំងគ្នាសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះតាំងពីដើមរហូតដល់ចប់ពីខ្ញុំនិងក្រុមការងាររបស់ Camboto សូមអរគុណនិងសូមជម្រាបលាយើងជួបគ្នានៅវីដេអូក្រោយ